កាលពីដើមឡើយមានក្មេងប្រុសម្នាក់ឈ្មោះសេរីលោកយាយរបស់គេបានត្បាញក្រមាមួយយ៉ាងស្អាតហើយប្រគល់ឲ្យគេយាយប្រាប់ថារក្សាក្រមានេះឲ្យល្អណាចៅព្រោះវាជារង្វាន់នៃសេចក្តីល្អសេរីដើរតាមភូមិដែលជិតសប្បាយរីករាយគេស្រឡាញ់ក្រមានេះណាស់ប៉ុន្តែគេត្រៀមខ្លួនជានិច្ចដើម្បីជួយអ្នកដទៃនៅមាត់ទន្លេសេរីបានជួបពូពិសិដ្ឋដែលជាអ្នកនេសាទគាត់មានទុក្ខព្រួយព្រោះសំណាញ់របស់គាត់ដាច់អស់ហើយកូនរបស់គាត់កំពុងតែឃ្លានសេរីមិនបង្អង់យូរឡើយគេយកក្រមាមកធ្វើជាសំណាញ់ព្រាមនោះក្រមាក៏រីកធំនិងភ្លឺរលោងក្នុងទឹកទន្លេពួកគេអូសក្រមាមកលើគោកវិញត្រីជាច្រើនបានជាប់ក្នុងក្រមានោះដែលធ្វើឲ្យពូពិសិដ្ឋត្រេកអរជាខ្លាំងអ្វីដែលអស្ចារ្យនោះគឺក្រមានៅតែស្អាតនិងក្រអូបដដាលវាមិនដាច់បន្តិចក្រោយមកសិរីបានឃើញសត្វក្របីមួយក្បាលមានរបួសជើងវាហាក់ដូចជាឈឺចាប់ខ្លាំងណាស់ប្រឡាក់ឡើយទោះបីជួយមនុស្សច្រើនយ៉ាងណាក៏ដោយសិរីយកក្រមាមកបាំងរបួសឲ្យសត្វក្របីរបួសនោះក៏បានជាសះស្បើយភ្លាមយ៉ាងអស្ចារ្យសត្វក្របីក៏ក្រោកឈរឡើងហើយអរគុណដល់សិរីមានចិត្តត្រេកអរណាស់ដែលបានជួយសត្វលោកថ្ងៃត្រង់មកដល់កម្ដៅព្រះអាទិត្យចាំងខ្លាំងណាស់សិរីបានជួបលោកតាចាស់ម្នាក់ដែលកំពុងអស់កម្លាំងសិរីយកក្រមាមកបាំងកម្ដៅឲ្យលោកតាក្រមានោះបានคล้ายជាម្លប់ដ៏ត្រជាក់ធ្វើឲ្យលោកតាមានកម្លាំងឡើងវិញលោកតាបានឲ្យពរជ័យដល់សិរីចៅជាក្មេងល្អចៅនឹងជួបតែសេចក្តីសុខរំពេចនោះមេឃចាប់ដើមងងឹតហើយខ្យល់ព្យុះក៏បក់មកអ្នកភូមិមនីមណារត់ចូលផ្ទះរៀងខ្លួនសិរីឃើញមេមាន់និងកូនមាន់កំពុងត្រូវទឹកភ្លៀងគេក៏យកក្រមាមកគ្របឲ្យពួកវាដើម្បីកុំឲ្យរងាទោះបីមានអ្វីធ្លាក់លើក៏ដោយក៏ក្រមាមិនរហែកឡើយវាពិតជាមានមន្តអាគមមែនពេលល្ងាចសិរីត្រឡប់មកផ្ទះវិញគេឃើញក្រមារបស់គេកាន់តែភ្លឺថ្លាជាងមុនទៅទៀតសិរីប្រាប់រឿងរ៉ាវទាំងអស់ដល់លោកយាយស្ដាប់ដោយស្នាមញញឹមយ៉ាងមានក្តីសុខលោកយាយប្រាប់ថារាល់ពេលដែលចៅជួយគេក្រមានឹងកាន់តែស្អាតឡើយនេះជាសេចក្តីល្អរបស់ចៅដែលបានคล้ายជាផ្កាឈូកមាសអ្នកភូមិទាំងអស់បានមកអរគុណសិរីពួកគេរស់នៅដោយជួយគ្នាទៅវិញទៅមកដោយសិរីបានធ្វើដែរសិរីបានរៀនថាសេចក្តីសប្បុរសគឺជាមន្តអាគមដ៏ពិតប្រាកដបើមានចិត្តល្អពិភពលោកនឹងស្រស់បំព្រងជានិច្ច